ចឹងអានេះមកបកស្រាយរឿងពាក្យថាអភិនិហាតើអភិនិហាគឺជាអ្វីតាមពិតទៅអភិនិហាបើយើងនិយាយតាមធម្មតាគេហៅថាជីវិតយើងធម្មតាគឺរឿងនឹកស្មានមិនដល់រឿងដែលយើងនឹកស្មានមិនដល់ដែលយើងជួបអភិនិហាបែបនេះអញ្ចឹងរឿងនឹកស្មានមិនដល់អញ្ចឹងពេលខ្លះពាក្យថាអភិនិហាសម្រាប់មនុស្សច្បាប់សុខទាញគឺនិយាយច្រើនចាតែសម្រាប់អ្នកដែលគាត់អត់បានរៀនច្បាប់សុខទាញគាត់គិតថាវាមិនអាចមានអភិនិហាតើយើងរស់ស៊ីបើមានអភិនិហាចាវាអញ្ចឹងហើយចាពេលខ្លះយើងរស់ស៊ីក៏យើងមានអភិនិហាអ្នកដែលគាត់មិនបានរស់ស៊ីអីក៏បានធ្វើការឲ្យធំដុំក៏វាមានអភិនិហារឿងពាក្យថាអភិនិហាមួយគឺជារឿងមួយដែលនឹកស្មានមិនដល់ចារឿងដែលនឹកស្មានមិនដល់ថាវាកើតមកពីទីណាកើតមកពីកន្លែងណាខ្ញុំឧទាហរណ៍មួយអ្នកនរស្ដាប់មានរឿងមួយដែលបងប្អូនអ្នកគ្នាគិតថាឧទាហរណ៍ថាយើងត្រូវដល់ថ្ងៃបងលុយធនាគារបងតុងទីនឬក៏បងអីផ្សេងៗអ្នកនរត្រូវការលុយនឹងសម្រាប់ទៅបងអញ្ចឹងនៅពេលដែលអ្នកនរតែងតែគិតថាតើធ្វើនេះតើធ្វើនោះបានមានលុយនឹងយកទៅដោះស្រាយអញ្ចឹងយើងអានេះគឺយើងគិតប៉ុន្តែនៅពេលដែលអ្នករៀនពីច្បាប់សុខទាញនៅពេលដែលអ្នកទាំងអស់នេះស្គាល់ពីពាក្យថាអភិនិហាគឺគេអត់ឲ្យយើងគិតទេគេឲ្យគិតទេមានន័យថាត្រូវទៅធ្វើនេះទៅធ្វើនោះដើម្បីបានលុយយកមកដោះស្រាយអីចឹងណាប៉ុន្តែមិនได้ឲ្យរស់ស៊ីទេណាយើងរស់ស៊ីអីធ្វើអីក៏ធ្វើទៅប៉ុន្តែគាត់ថាយើងមិនបាច់គិតថាទៅបានលុយណាយកមកដោះស្រាយទៅបានលុយណាយកទៅបងទៅបែបមកពីណាអីកខកខងអីផ្សេងអីចឹងទៅចាប៉ុន្តែនៅពេលដែលយើងគឺជាមនុស្សម្នាក់ដែលយើងជឿលើអភិនិហាពាក្យថាអភិនិហាគឺរឿងដែលយើងនឹកស្មានមិនដល់ថាវាអាចទៅរួចវាអាចធ្វើកើតអញ្ចឹងណាចាអញ្ចឹងនៅពេលហ្នឹងតបឡើងឧទាហរណ៍ថាខ្លះមួយថ្ងៃទៀត5ថ្ងៃទៀតឬមួយអាទិត្យទៀតត្រូវបង់លុយធនាគារដោះស្រាយលុយផ្សេងឲ្យយើងត្រូវបង់យើងត្រូវជឿលើអភិនិហាអញ្ចឹងអភិនិហារឿងដែលនឹកស្មានមិនដល់អញ្ចឹងយើងត្រូវការធ្វើការងាររកស៊ីអីយើងរកយើងត្រូវធ្វើអីយើងធ្វើប៉ុន្តែយើងនៅតែជឿថាយើងប្រកាសជាមានរឿងដែលយើងនឹកស្មានមិនដល់ឬក៏អភិនិហាហ្នឹងអភិនិហាហ្នឹងគឺរឿងនឹកស្មានមិនដល់គិតមិនដល់ថាវាកើតឡើងបានវាធ្វើបានវាមានលុយជាប់បានណាយើងកុំទៅគិតថាមកពីណាពីណីសំខាន់យើងទៅធ្វើការងាររកស៊ីអីយើងធ្វើទៅយើងរកអីយើងរកទៅយើងទៅការងារអីយើងទៅធ្វើអីធ្វើទៅតែយើងជឿថាដល់ថ្ងៃយើងប្រកាសជាមានលុយប្រកាសជាអាចដោះស្រាយបានប្រកាសជាអាចធ្វើរឿងហ្នឹងបានត្រូវជឿនៅក្នុងចិត្តគឺជឿហ្មងកុំទៅគិតកុំទៅវិភាគថាតើបានទៅយកនេះទៅធ្វើតើទៅអញ្ចេះទៅអញ្ចោះអាហ្នឹងគេហៅថាយើងគិតខ្លួនឯងតែបើយើងពីជឿលើអភិនិហាមានន័យថាយើងកុំយកគូក្បាលរបស់យើងទៅគិតកុំយកចិត្តរបស់យើងទៅខ្វល់ខ្វាយកើតទុកចំពោះរឿងដែលយើងគិតថានឹងធ្វើរឿងហ្នឹងតែយើងធ្វើអត់ទាន់បានល្អអញ្ចឹងយើងត្រូវគិតថារឿងនឹកស្មានមិនដល់គឺយើងមិនបាច់គិតទេវានឹងកើតហេតុឲ្យចាអញ្ចឹងកើតមកអីអភិនិហាបានលុយពីនេះពីនោះដោះនេះដោះនោះអញ្ចឹងទៅបានមកគ្រប់បង់ធនាគារបានមកគ្រប់បង់tiềnបានមកគ្រប់បង់ថ្លៃផ្ទះបានមកគ្រប់បង់នេះបង់នោះនេះបង់ចាអញ្ចឹងគឺការជឿលើការលក់ដាច់ជឿនៅលើអតិថិជនបែបហ្នឹងក៏កំងដល់កំងឲ្យទិញឲ្យលុយសុទ្ធជឿនៅលើដែលយើងចេញទៅរកយើងទៅធ្វើអីមួយវាបានផលឲ្យយើងពិតប្រាកដចាជឿនៅលើមុខរបររបស់យើងត្រូវជឿសិនមួយគឺការគិតអង្គុយគិតអញទៅធ្វើមិនដោះស្រាយលុយអត់ទេយើងដូចខ្ញុំនិយាយចឹងថាយើងចង់ទៅរកស៊ីអីយើងទៅយើងចង់ទៅធ្វើការងារដែលយើងទៅធ្វើរងថ្ងៃយើងទៅធ្វើទៅចាគាត់ថាយើងត្រូវជឿថាយើងប្រកាសជាមានលុយប្រកាសជាមានអភិនិហាដោះស្រាយរឿងទាំងអស់ហ្នឹងបានចាប្រើពាក្យហ្នឹងអភិនិហាហ្នឹងចាអញ្ចឹងអភិនិហាហ្នឹងបកប្រែមកវិញគឺគេហៅថារឿងនឹកស្មានមិនដល់ថាវាពិតជាមានប្រកាសមានដើម្បីឲ្យយើងអាចដោះស្រាយរឿងទាំងអស់ហ្នឹងបានដូចខ្ញុំឆ្លងកាត់ជីវិតខ្ញុំរឿងដែលខ្ញុំគិតខ្ញុំមិនដែលធ្វើបានទេព្រោះខ្ញុំគិតតែរឿងណាថាទៅកខគិតអញ្ចេះគិតអញ្ចោះអីអត់បានទេប៉ុន្តែខ្ញុំប្រឡែងខ្ញុំជប់គិតខ្ញុំទៅគិតមុខរបរការងាររកស៊ីទៅធ្វើអីរីកចម្រើនទៅអីលក់ដាច់អីចឹងហើយខ្ញុំជឿថាប្រកាសជាមានអភិនិហាដោះស្រាយបានខ្ញុំអាចដោះបញ្ហាជីវិតខ្ញុំដោយសារអភិនិហាអញ្ចឹងមានកូនបងប្អូនសួរថាតែមិនធ្វើមិនបានអភិនិហានឹងកាត់ឡើងគឺការជឿលើការគិតល្អការជឿលើការនិយាយល្អការជឿនៅលើការមានអារម្មណ៍ល្អទៅអភិនិហាកាត់ឡើងឲ្យយើងតែបើយើងអត់អាចទេវាចេះវាចោវាចេះវាចោនឹងអញ្ចឹងវាអត់មានទេវាអាចមានអភិនិហាកាត់ឡើងចំពោះយើងបានទេព្រោះអភិនិហាកើតឡើងពីការដែលយើងនឹកស្មានមិនដល់ពាក្យហ្នឹងអ្នកទៅចង់ចាំពេលដែលយើងនឹកស្មានមិនដល់មានន័យថាយើងនឹកស្មានថាអូរឿងហ្នឹងវាពីទៅជាអញ្ចឹងកើតណោះអូអស់ចាមែនណាចានេះគឺជាការពិតអានេះគឺជាការពិតមានរឿងជាច្រើនដែលកើតឡើងជីវិតខ្ញុំហៅថាអភិនិហាចុះតែខ្ញុំគ្រាន់តែថាមិនបកស្រាយអានេះស្ដាប់ឲ្យអស់ទេគាត់ដឹងថាគឺការដែលខ្ញុំមិនបានគិតវាខ្វល់ខ្វាយការទុកដូចមុនទេគឺខ្ញុំជឿតែលើការគិតល្អរបស់ខ្ញុំជឿតែលើការនិយាយល្អរបស់ខ្ញុំជឿតែលើអារម្មណ៍ល្អរបស់ខ្ញុំជឿនៅលើចិត្តដែលខ្ញុំបានមានអារម្មណ៍សប្បាយចិត្តរីករាយក្នុងចិត្តរបស់ខ្ញុំអភិនិហាកើតឡើងមែនតែមុខរបរយើងរកស៊ីអត់មានថាដេកទៅជឿលើកទៅជើងអភិនិហាកើតអត់ទេគឺយើងធ្វើការពាក់ព័ន្ធថាយើងរកស៊ីអីយើងមានមុខរបរអីយើងទៅរកស៊ីយើងធ្វើការអីយើងធ្វើហ្នឹងចាអត់មានគួយចាំថាអភិនិហាតាក់ទៅលើមេឃមកមានទេប៉ុន្តែអភិនិហាហ្នឹងវានឹងកើតឡើងដោយឲ្យយើងនៅតាមផ្លូវណាមួយដែលយើងនឹកស្មានមិនដល់ណានេះគឺជាការពិតអរគុណច្រើន